សាទភ្នំត្រប់បានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី10នៅក្នុងរជ្ជកាលព្រះបាទរេជិន្ទ្រវរ្ម័នសម្រាប់ឧទ្ទិសថ្វាយលទ្ធិព្រហ្មញ្ញសាសនានេះរជ្ជកាលព្រះបាទរេជិន្ទ្រវរ្ម័នអញ្ចឹងព្រះមហាក្សត្រពេលគាត់យាងមកពីកោះកេរវិញគាត់មកគ្រងរាជ្យនៅអង្គរឡើងវិញបាទអញ្ចឹងប្រាសាទនេះយើងឃើញមាននិយាយអំពីការតម្កល់រូបចម្លាក់ในរូបចម្លាក់ធ្វើឆ្នាំណាខុសគ្នាអញ្ចឹងទៅហើយនៅក្នុងជាហ្នឹងគឺមានតែខ្ញុំក៏អត់ដែរបានមកដល់លើកទី1ណាប្រាសាទភ្នំត្រប់មានទីតាំងស្ថិតនៅលើកំពូលភ្នំមួយក្នុងឃុំត្រប់ស្រុកបាធាយខេត្តកំពង់ចាមនៅតាមជួរភ្នំនៃប្រាសាទនេះមានប្រជាជនរស់នៅអមតាមជួរភ្នំជាច្រើនគ្រួសារនៅខាងក្រៅនេះនៅជាប់ជើងភ្នំនេះសិតតែភូមិស្រុកប្រជាជនបាទតែក្រៅយើងចុងវិញហ្នឹងហើយបើយើងពិចារណាទៅការកសាងប្រាសាទវាលុះត្រាតែមានភូមិស្រុកដែរអានយើងក៏បានសាកសួរប្រជាជនអានអីមានន័យថាតំបន់ពួកគាត់ហ្នឹងកសិកម្មគឺអត់ទាំងខែប្រាំងខែវស្សាអាចធ្វើបានណាហ្នឹងហើយអញ្ចឹងពីដើមក៏អត់ខុសនេះអាម៉ានដែរគេធ្វើខែប្រាំងផងគេធ្វើខែវស្សាផងអញ្ចឹងមានន័យថាការរំពឹងពីសម័យបុរាណគេរំពឹងទៅលើស្រូវលើអីហ្នឹងត្រីអញ្ចឹងហើយបើសិនជាស្រូវគេធ្វើបានច្រើនដងមានន័យថាសេដ្ឋកិច្ចពួកគេគឺគេមានរីកចម្រើនប្រាសាទភ្នំត្រប់បានកសាងឡើងអំពីឥដ្ឋនិងមានតួប៉មចំនួន3ដោយតួប៉មនៅចំកណ្ដាលមានទំហំធំជាងតួប៉មសងខាងហើយតួប៉មទាំងនោះមានភាពទ្រុឌទ្រោមខ្លះទៅហើយប្រាសាទនេះមានតួ3ណាបាទប្រាសាទនេះមានការជួសជុលហើយណាជួសជុលពង្រឹងនេះគោលនេះជាស្នាមនៃការជួសជុលណានេះជាឥដ្ឋចាស់នេះជាឥដ្ឋដែលគេជួសជុលដោយសារតែប្រាសាទនេះកសាងអំពីឥដ្ឋមានរូបចម្លាក់នៅលើផ្ទាំងជញ្ជាំងឥដ្ឋដូចគ្នាទើបអ្នកស្រាវជ្រាវយល់ឃើញថាប្រាសាទនេះមានរចនាបថដូចទៅនឹងប្រាសាទក្រវ៉ាន់នៅខេត្តសៀមរាបប្រាសាទនេះបើសិនយើងយោងតាមសាលាចារឹកគឺវាស្ថិតនៅប្រហែលនឹងប្រាសាទក្រវ៉ាន់ហ្នឹងប៉ុន្តែក្រោយណាខុសព្រះមហាក្សត្រដែរប៉ុន្តែមានន័យថាបើសិនយើងផ្ទៀងផ្ទាត់ទៅលើផ្តែរនេះគឺស្តៀងគ្នាបាទហើយបើសិនយើងមើលទៅគឺលំនាំប្រាសាទក្រវ៉ាន់ក្រោយប្រាសាទក្រវ៉ាន់បន្តិចណាហ្នឹងហើយក្រោយប្រាសាទ